ធ្លាប់អត់ចង់ដើរលេងជាក្រុមតែខ្លាចអស់លុយច្រើនមើលវីដេអូនេះហើយអ្នកទាំងអស់គ្នាដឹងពីការចំណាយអស់តិចហើយសប្បាយហើយបានទៅកន្លែងស្អាតៗទៀតសួស្តីអ្នកទាំងអស់គ្នាខ្ញុំមហងដំណើរកំសាន្តលើកនេះគឺខ្ញុំយកឡានខ្លួនឯងទៅរឿងដំបូងដែលពួកយើងនិយាយគ្នាគឺតាក់ទងមួយការចំណាយនៅក្នុងថ្ងៃនេះធ្វើមិនឲ្យមានការចំណាយតិចសប្បាយញ៉ាំបានច្រើនអីគេម៉ោង6ចេញទៅមិនត្រូវបបួលគ្នាពេលល្ងាចព្រឹកឡើងឡានតែម្ដងកញ្ចប់នៃការចំណាយចាយវាយនៅក្នុងថ្ងៃនេះគឺយើងបាន share គ្នាហើយយើងក៏ឲ្យតែមនុស្សម្នាក់កាន់ទេដូចនេះនៅtrongវីដេអូអ្នកទាំងអស់គ្នានឹងដឹងថាការចំណាយទាំងអស់ប្រមាណក្នុងម្នាក់ហើយកន្លែងណាខ្លះដែលយើងនាំអ្នកទាំងអស់គ្នាទៅនៅក្នុងថ្ងៃនេះគិតមួយគ្នាគិតផ្សេងគ្នាចូលគ្នាទាំងអស់បងចូលគ្នាទាំងអស់ហើយពីខាងម្នាក់នៅហើយស្អីចេញលុយលាក់មិញអស់ហ្មង 56,000 លុយដែលនៅសល់គឺ 314,000 គ្រាន់តែអ្នកទាំងអស់គ្នាឃើញវងមូនេះដឹងថាខ្ញុំទៅដំណើរកំសាន្តនៅខេត្តណាយអូខេអញ្ចឹងការចំណាយនៅក្នុងថ្ងៃនេះគឺយើងបានដកមកផ្នែកទៅលើបាយពេលព្រឹកហើយអញ្ចឹងមុននឹងទៅដល់ការចំណាយរួមផ្សេងទៀតថាការចំណាយអស់ប៉ុន្មានសូមណែនាំនៅកន្លែងថ្មីមួយគឺហាងកាហ្វេទឹកឈូនៅខាងខេត្តកំពតទីតាំងគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនតើបើកន្លែងថតរូបវិញគឺសម្បូរខ្លាំងអ្នកទាំងអស់គ្នាមកធ្វើខ្លួនអត់តែស្អាតមកអត់ខ្វះទេកន្លែងថតទាំងក្នុងទាំងក្រៅគឺអូយបេះតែម្ដងសូមបញ្ជាក់យើងចូលកន្លែងកាហ្វេនេះគឺការចំណាយរៀងខ្លួនដោយសារមានអ្នកខ្លះគាត់ចេះកាហ្វេអ្នកខ្លះក៏អត់ចឹងទៅអ្នកខ្លះក៏ញ៉ាំនំអីចឹងទៅអញ្ចឹងការចំណាយគឺយើងផ្សេងគ្នាត្រង់ហ្នឹងយើងអត់បានដកនៅក្នុងកញ្ចប់លុយរួមក្នុងការដើរថ្ងៃហ្នឹងទេបន្ទាប់ពីមានការថតរូប add on ជាច្រើនប៉ោះនៅកន្លែងកាហ្វេហ្នឹងហើយក៏ដល់ថ្ងៃត្រង់តែម្ដងគឺយើងសំដៅមកខាងដងទេដើម្បីរកអាហារថ្ងៃត្រង់ញ៉ាំជុំគ្នាចំពោះខាងខេត្តកំពតដងទេដងព្រែកនេះគឺថាខ្ញុំមកច្រើនដងហើយតែមកម្ដងប្លែកភ្នែកម្ដងទៅសារការរៀបចំមានសណ្ដាប់ធ្នាប់អនាម័យល្អខ្លាំងមែនតើខ្ញុំចូលចិត្តប៉ុន្តែទៅលើការកំងម្ហូបរៀងយូរបន្តិចការចំណាយនៅក្នុងអាហារថ្ងៃត្រង់របស់យើងគឺអស់ 133,000 លុយដែលនៅសល់បន្ទាប់ពីបាយព្រឹកហើយ 314,000 ល្មមហ្មងអ្នកទាំងអស់គ្នាបាយពេលព្រឹកនិងបាយពេលថ្ងៃទៅលើកញ្ចប់ចំណាយថ្ងៃហ្នឹងបន្ទាប់ពីបាយថ្ងៃហើយអង្គុយអេនអនបានបន្តិចក៏យើងដល់ពេលឡើងទៅពេញវិញប៉ុន្តែក៏អត់ភ្លេចដែរជាមួយនឹងតរេនផ្ញើអ្នកផ្ទះចំពោះតរេនហើយនឹងនំប៉័ងអាំងក៏យើងចេញលុយរៀងខ្លួនហើយនាងខ្ញុំនេះអាតរេនទិញដាក់ឡានមុនហ្នឹងវាធំក្លិនពេញឡានទ្រាំបានហ្នឹងក៏សួរគ្នាទៅចូលលុយគ្នាទិញតរេនញ៉ាំក្នុងឡានទៀតហើយពួកគាត់ហ្នឹងក៏អូខេហ្នឹងចាក៏សម្រេចចិត្តឈប់ទិញតាមផ្លូវទៀតគ្នាខ្ញុំមាន5នាក់ទាំងកាមេរ៉ាមែនអញ្ចឹង share គ្នាទៅបាន 40000 ថាទិញតរេន2គីឡូជាងហ្នឹងញ៉ាំទាំងអស់គ្នាតែជាក់ស្ដែងតរេនហ្នឹងគឺតែ1គីឡូ6ខាំទេអស់ 32000 តរេនហ្នឹងញ៉ាំមិនតាន់អស់ទេជិះតាមផ្លូវទៅក៏ប្រហែលឲ្យលុយ 8000 ហ្នឹងទិញចំហួយញ៉ាំជុំគ្នាទៀតអូមួយទៀតភ្លេចប្រាប់នៅក្នុងកញ្ចប់នៃការចំណាយជុំគ្នាហ្នឹងពួកគាត់ក៏បានដក$15ជួយថ្លៃសាំងខ្ញុំដែរអញ្ចឹងនេះគឺជាការចំណាយសរុបនៅក្នុងថ្ងៃនេះហើយក្នុងម្នាក់គឺយើងចំណាយអស់ 57800 រៀលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការឆ្លងចូលចិត្តក្នុងការផលិតវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like share និង comment ផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ